រឿងខ្ញុំតទៅពេលការលូទីការកាប់ប្រោះមកជើងហើយគឺគាត់គឺដូចជាមានលពូចឹងទៅមកគឺគាត់បានហក់មកកាប់តែត្រូវសូរ៉ូរបស់យើងហក់គិតហើយគាត់ធ្លាក់មកវិញវាក៏វាធ្វើឲ្យបែកឈាមខ្ចាយតែនៅតែបែកឈាមប្រកបទៅជាមកខ្ញុំឯងតែសូរ៉ូយើងគឺគាត់ខំប្រឹងប្រែងសមត្ថភាពអស់ហើយលីងហើយទៅធ្វើបែបនេះបានគឺពេលនេះគឺមានដូចអារម្មណ៍យ៉ាស់ដែរចឹងព្រោះអ្នកសុកជាច្រើនមកភ្ញាក់ផ្អើលទៅលើវាជាខ្លាំងសូរ៉ូក៏ចូលដើមព្រឹកទៅដួអាឡំគឺគាត់ឈរមួយយ៉ាងសប្បាយរីករាយតបមកគឺជាជាងមកលុះព្រោះសាន់ជីគឺគាត់បានគិតមកដល់ក្រៅតែគាត់នៅភ្ជុបរិយទីគាត់ស្រឡាញ់ប្រៃគាត់ខ្លាំងណាស់គឺពេលនោះគឺមានវិសាខមួយនៅពីក្រៅចង់សម្រាប់សូរ៉ូតែសាន់ជីគាត់ចេញមករើងតបមកគឺសូរ៉ូគឺគាត់ចង់ហក់ចូលទឹកតែសាន់ជីគាត់ហក់ចូលទឹកបាត់ទៅហើយពេលនោះគឺសាន់ជីគឺគាត់ការហែទឹកដើម្បីចូលទឹកបាតដើម្បីហាត់ឌីវរឹកមើលសាក់សពអូសពតែត្រូវបានបរោះដៃជុងស្រួចបានមកកបួចគាត់ជាប់ទៅមកគឺបានបោះគាត់ឡើងទៅលើទឹកអណ្ដែតទៅមកវិទ្យាហក់មកទៀតបន្ទាប់មកវិទ្យាបើកសិលរបស់វាបានធ្វើឲ្យសាន់ជីយើងត្រូវវាយកសក់របស់វាចងសិលវាខ្លាំងមែនតែនមកក៏ធាក់សាន់ជីយើងមកជើងទៅមកក៏ប្រើសក់វល់មកក៏ធាក់នឹងវាយសាន់ជីរហូតធ្វើគាត់ខ្ទេចយ៉ាងឆ្ងាយទៅមកវាក៏និយាយពេលនោះគឺអាឡង់គឺគាត់បាននិយាយទៅមកគឺមានមេមបើហោះទៅរកពីពីទៅមកគឺអ្នកសុកជីច្រើនបានឈើមើលអាឡង់គាត់ក៏ចង្អោលទៅលើមេឃទោះហាក់បីចង់បង្ហាញអ្វីមួយយ៉ាងទៅមកគឺគេបានឃើញមេមបើចំតាក់បោះពីទៅមកគឺអាឡង់គាត់បាននិយាយថា And give them the same treatment as your mother. So គឺបាននិយាយថាម្ដាយលូហ្វីហាក់បីគឺជាពេលបើដែលចេញក្រុមសបុកពីងពីងចឹងតែក៏អាចរួចផុតបានតែនៅពេលណាមួយទៅមកមានប្រជាជនបានគឺឧសកគឺគាត់ប្រើជំនាញដើម្បីបាញ់អាឡង់តែអាឡង់គឺគាត់បានងើបឡើងដើម្បីតដៃវិញទៅមកគឺសូររបស់យើងគឺកាន់ដៃបីរកគាត់ក៏ខានចូលមកដើម្បីទីនឹងប្រយុទ្ធជាមួយអាឡង់ហើយគឺគាត់បានកាប់អាឡង់ត្រូវចំមុខបន្តិចតែប៉ុណ្ណេះអីគឺសង្ឃឹមភើអីអាឡង់កាប់ទៅគឺអាឡង់ឲ្យស្បៃឯណោះគឺសូរយគឺជាមិនណាសន្តិពេលនេះគឺគាត់បានកាប់ហើយតែហើយរឿងយើងក៏ចាប់ត្រឹមប៉ុណ្ណេះបើសិនជាឮសំឡេងខ្ញុំស្អត់ឮសំឡេងរឿងខាងនេះសូមជាស្រ័យបងពេលនេះគឺយកជ្រៅខ្លាំងមែនតើតែខ្ញុំនៅបន្តស្រាយរឿងទៀតហើយពេលថ្ងៃខ្ញុំត្រាំខ្ញុំចប់របបរៀនបានរៀនទាំងព្រឹកទាំងថ្ងៃចឹងទៅបានចេញរឿងទេតថ្ងៃណាទៅនេះទៅឥឡូវជួបគ្នាในរឿង One Piece ភាគ10ទៅភាគនេះមានតែប៉ុណ្្នឹងបាយបាយអ្នកគ្នា